ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាត់ខ្ញុំយូរហើយមែនទេពុកម៉ែបងប្អូនទាំងអស់គ្នាពួកខ្ញុំឥឡូវចិត្តគ្រប់ចិត្តគ្រប់អីខ្ញុំគ្រប់ខែនៅតែថ្ងៃឯងនៅតែ4-10ថ្ងៃទៀតឯងខ្ញុំសម្រាលកូនណៃហើយអត់សូវបានចេញវីដេអូជូនពុកម៉ែបងប្អូនទស្សនាទេដោយសារខ្ញុំពិបាកក្នុងការអង្គុយឈរយើងទងន់យើងអត់ស្រួលដូចយើងខ្លួនមួយណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះវីដេអូរៀងប្លែកហើយពុកម៉ែបងប្អូនស្គាល់ផ្លែជើងចាបនេះផ្លែនេះខ្ញុំរំលឹកអនុស្សាវរីយ៍កាលខ្ញុំនៅតូចៗខ្ញុំចូលចិត្តញ៉ាំផ្លែជើងចាបឲ្យតែឃើញដើរតាមព្រៃមួយម៉ាក់មួយតាមួយយាយអីឃើញផ្លែនឹងផ្លែជើងចាបនិយាយទៅនៅតាមតំបន់ពុកម៉ែបងប្អូនហៅអីខ្ញុំអត់ដឹងទេតែនៅខាងខ្ញុំនៅសៀមរាបនេះនៅសុកស្រែជនបទហ្នឹងគេហៅផ្លែជើងចាបវាទៅវាទុំមកក្រហមហើយវាជាកោមកញែងដូចជើងចាបគេដាក់ឈ្មោះវាផ្លែជើងចាបហើយរសជាតិវាផ្អែមបើអាធំកម្មៅអានោះផ្អែមខ្លាំងអានេះវារៀងទុំចូលដែររៀងផ្អែមដែរហើយរំលឹកនៅតូចបានដើរព្រៃមួយម៉ាក់មួយយាយមួយតាអីបានឃើញផ្លែហ្នឹងទៅដើមគ្នាវាយបងប្អូនដើមគ្នាបេះផ្លែហ្នឹងផ្លែជើងចាបពុកម៉ែបងប្អូនអរគ្នាហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនអរគ្នាឥឡូវសើចេញវីដេអូធ្វើម្ហូបទេចាំពេលសារ៉ាកូនហើយរឹងតសៃរឹងអីហើយសុខភាពមាំមួនចាំធ្វើពុកម៉ែធ្វើម្ហូបវីដេអូម្ហូបជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាហើយមើលតែខ្ញុំប្លែកខ្លាំងហើយនៅតែថ្ងៃសម្រាលគ្រប់ខែនៅតែថ្ងៃសម្រាលអូនមកទេហើយអត់មានអីច្រើនទេវីដេអូមានតែប៉ុណ្្នឹងដោយសារថ្ងៃហ្នឹងទៅលេងផ្ទះយាយទៅឃើញផ្លែចង្ចាបនៅមុខផ្ទះយាយគាត់មានកោប្តីខ្ញុំគាត់ឆ្លៀតថតហើយមើលនារីជនបទប្លែកខ្លាំងណាគីឡូកឡើងនិយាយទៅខ្ញុំផ្លែរូបរាងច្រើនណាស់មនុស្សស្រីឲ្យតែមានកូនមានទម្ងន់កម្រអត់ប្លែកតែអត់អីទេសំខាន់ធ្វើម៉េចឲ្យតែបានចេញវីដេអូជូនពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាកុំឲ្យស្ងាត់វីដេអូពេកអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំអរគុណ